បាទសួស្តីទាំងអស់គ្នាអញ្ចឹងយើងចូលចំណុចបន្តទៀតគឺការយល់ដឹងចំណុចខ្លះៗនៅលើកម្មវិធី Microsoft Word បាទអញ្ចឹងឧទាហរណ៍ថាយើងមានផ្ទាំងកម្មវិធី Word បែបហ្នឹងអញ្ចឹងតើចំណុចអីខ្លះដែលយើងត្រូវដឹងបាទអញ្ចឹងចំណុចទី1គឺបាទទាំងអស់គ្នាឃើញរបារខាងលើដាក់ពាក្យថា document tool ហ្នឹងគឺយើងហៅថា title bar គឺសម្រាប់បង្ហាញពីឈ្មោះនៃកម្មវិធីដែលកំពុងប្រើប្រាស់និងបង្ហាញពីឈ្មោះឯកសារបាទឬក៏ file name ណាបាទហើយចំណុចទី2បាទទាំងអស់គ្នាឃើញ highlight នេះគឺយើងហៅថា tab menu ជាចំណងជើងសម្រាប់ចូលឬក៏រុករកអីផ្សេងៗហ្នឹងបាទនៅពេលដែលយើងជ្រើស comment នីមួយៗមកប្រើប្រាស់បាទអញ្ចឹងកន្លែងហ្នឹងគឺយើងហៅថាជាtab menu បាទ tab menu ឬក៏យើងហៅថារបារឧបករណ៍ណាបាទហើយចំណុចបន្តទៅទៀតគឺបាទយើងឃើញកន្លែងធំជាងគេនេះបាទកន្លែងធំជាងគេនេះយើងហៅថា toolbar បាទ toolbar នេះគឺសម្រាប់បង្ហាញពី icon រូបតូចៗដែលស្ថិតនៅក្នុងរបារដែលគេប្រើជំនួស menu item ណាមួយបាទអញ្ចឹងកន្លែងហ្នឹងយើងហៅថា title bar បាទហើយបន្តមកទៀតកន្លែងនេះយើងហៅថា ruler នេះគឺបាទជាបន្ទាត់ឈរបាទជាបន្ទាត់ឈរហើយនឹងបន្ទាត់ដេកអញ្ចឹងយើងមានបន្ទាត់ឈរបន្ទាត់ដេកបាទហើយចំណុចដែលផ្ទៃខាងក្នុងសទេសៈនេះយើងហៅថា work area គឺជាកន្លែងសម្រាប់វាយអត្ថបទបាទហើយចំណុចបន្តទៀតផ្នែកខាងក្រោមនេះដែលទាំងអស់គ្នាឃើញ page 1 page 2មាន Word មានEnglish អីហ្នឹងយើងហៅថា status bar បង្ហាញពីព័ត៌មានមួយចំនួនដែលយើងកំពុងធ្វើការអញ្ចឹងយើងសរសេរបានប៉ុន្មានពាក្យសរសេរបានប៉ុន្មានទំព័របាទគឺវាបង្ហាញនៅកន្លែងហ្នឹងបាទអញ្ចឹងចំណុចបន្តទៀតគឺបាទផ្នែកខាងស្ដាំដៃមានបាទរបារមួយនេះគឺយើងហៅថា scroll bar សម្រាប់អង្កលមើលឯកសារឡើងលើចុះក្រោមពីឆ្វេងទៅស្ដាំហ្នឹងបាទអាហ្នឹងយើងហៅថា scroll bar ហើយបន្តទៀតបាទមានដូចជា minimize បាទនៅផ្នែកខាងលើហ្នឹងសញ្ញាដក minimize សម្រាប់រយៈកម្មវិធី restore down សម្រាប់បង្រួមឲ្យមានភាពដើមឬក៏ធំជាងមុនបាទអាកន្លែងសញ្ញាការ៉េពីរជាន់ហ្នឹងបាទហើយមួយទៀតគឺកន្លែងសញ្ញាខ្វែងហ្នឹងគឺបាទសម្រាប់បិទកម្មវិធី Microsoft Word របស់យើងបាទហ្នឹងគឺជាចំណុចមួយចំនួនដែលទាំងអស់គ្នាត្រូវដឹងទាក់ទងជាមួយនឹងកម្មវិធីទាក់ទងផ្ទាំងកម្មវិធី Word របស់យើងបាទអញ្ចឹងទាក់ទងនឹងផ្ទាំងកម្មវិធីនេះគឺមានប៉ុណ្ណឹងអញ្ចឹងសូមអរគុណទាំងអស់គ្នាបាទ